នៅក្នុងស្ថានភាពតានតឹងនៅមជ្ឈមបូព៌ាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងការប្រកួតប្រជែងសេដ្ឋកិច្ចនៅក្នុងតំបន់និងពិភពលោកឥណ្ឌាកំពុងស្វាស្វែងរកការគាំទ្រពីបណ្ដាប្រទេសដែលជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងនោះឥណ្ឌាបានចាត់ទុកបារាំងថាជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌាដែលមានឥទ្ធិពលនៅអឺរ៉ុបកម្មវត្ថុនៃដំណើរទស្សនកិច្ចរបស់លោកម៉ូឌីនៅបារាំងលើកនេះគឺដើម្បីមកចូលរួមសម្ពោធពិព័រណ៍នវានុវត្តន៍និងបច្ចេកវិទ្យាឥណ្ឌាឆ្នាំ2026ហៅកាត់ថា Bharat Innovate នឹងចូលរួមជំនួបកម្ពុជានៃក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G7 នៅក្នុងដំណើរទស្សនកិច្ចនៅបារាំងលើកនេះដែរលោកម៉ូឌីក៏បានឆ្លៀតជួបលោកម៉ាក្រុងដើម្បីពិភាក្សាអំពីវិស័យលំហអាកាសនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតប្រមុខដឹកនាំទាំងពីរបានប្រកាសបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនៅវិស័យលំហអាកាសនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្លែងក្នុងពិព័រណ៍ Bharat Innovate ឆ្នាំ2026នៅថ្ងៃអាទិត្យទី14មិថុនាលោកម៉ូឌីបានសង្កត់ធ្ងន់ថាឥណ្ឌាបានទទួលជោគជ័យនៅក្នុងវិស័យលំហអាកាសនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅប្រមាណឆ្នាំចុងក្រោយនេះលោកម៉ូឌីក៏បានអំពាវនាវឲ្យអ្នកវិនិយោគទុនវិទ្យាស្ថានស្រាវជ្រាវនិងសហគ្រិនបារាំងនិងអឺរ៉ុបទាំងអស់ដែលមានវត្តមាននៅក្នុងពិព័រណ៍នេះអញ្ជើញទៅប្រទេសឥណ្ឌាសហការបង្កើតស្នាដៃច្នៃប្រឌិតរួមគ្នាលើវិស័យទាំងពីរដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូលឥណ្ឌាជាដៃគូមិនអាចខ្វះបានពីព្រោះឥណ្ឌាបានក្លាយជាប្រទេសដែលមានការច្នៃប្រឌិតខ្ពស់ដែលបានបង្កើតគំរូបច្ចេកវិទ្យាផ្ទាល់ខ្លួននេះជាប្រសាសន៍របស់លោកម៉ាក្រុងនៅក្នុងពិធីសម្ពោធពិព័រណ៍នវានុវត្តន៍និងបច្ចេកវិទ្យាឥណ្ឌាឆ្នាំ2026ដែលបានបន្ថែមទៀតថាអ្វីដែលសំខាន់ជាងគេនោះគឺនៅត្រង់ថាតើនរណានឹងចូលរួមបង្កើតស្នាដៃច្នៃប្រឌិតជាមួយឥណ្ឌាជាជាងការចង់ដឹងថាតើឥណ្ឌាបានច្នៃប្រឌិតអ្វីខ្លះលោកម៉ាក្រុងក៏បានរំលឹកថាបារាំងក៏មានអ្នកជំនាញខាងផ្នែកលំហអាកាសនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែរគួរជឿថានៅប្រមាណខែចុងក្រោយនេះប្រមុខដឹកនាំទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុងនៅឥណ្ឌាកាលពីខែកុម្ភៈកន្លងទៅពលគឺមុនពេលដែលក្រុងញូដេលីបានប្រកាសអំពីគម្រោងទិញយន្តហោះចម្បាំងបារាំង Rafale បន្ថែមចំនួន114គ្រឿងទៀតក្នុងទំហំទឹកប្រាក់ប្រមាណ 33,000 លានដុល្លារនៅថ្ងៃច័ន្ទទី15មិថុនានាយករដ្ឋមន្ត្រីឥណ្ឌានឹងចូលរួមជំនួបកម្ពុជានៃក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G7 នៅភាគខាងកើតប្រទេសបារាំងជាប់ព្រំដែនប្រទេសស្វីសដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17មិថុនា